មេខ្លោងជើងខ្លាំងចង់សងសឹកមិត្តស្រីចាស់ក៏យកដុំមាសគប់ទៅលើនាងយ៉ាងពេញទំហឹងទោះបីជានាងត្រូវរបួសបែកក្បាលហូរឈាមបុរសម្នាក់នោះក៏មិនព្រមឈប់ដៃដែរបន្ទាប់មកគេទេដៃហៅកូនចៅឲ្យលើកប្រអប់ប្រាក់ដុល្លារប្រាក់ចូលមកហើយប្រាប់នាងថាបើផឹកស្រាលើទៅនោះអស់ពីកែវមាសនិងប្រាក់ទាំងនោះជារបស់នាងទាំងអស់តែមានលក្ខខណ្ឌមួយគឺត្រូវតែដោះសម្លៀកបំពាក់ចេញឲ្យអស់ឲ្យតែមានលុយធ្វើអ្វីក៏បានដែរលីហៃថាងពិតជាគ្មានតម្លៃអ្វីក្រៅពីលុយមែងប៉ុន្តែបុរសម្នាក់នេះមិននឹកស្មានថាសកម្មភាពថ្ងៃនេះនឹងធ្វើឲ្យគេស្ដាយក្រោយជាខ្លាំងតាមពិតកាលពី7ឆ្នាំមុនពួកគេធ្លាប់ជាគូស្នេហ៍ដ៏ផ្អែមល្ហែមនឹងគ្នានឹកស្មានមិនដល់ថាគ្រួសារបុរសនោះខ្សែធនជំពាក់បំណុលគេដល់ទៅ30លានម្ដាយទទួលយកមិនបានក៏សម្រេចចិត្តដឹកខ្លួនឯងប្រសិនបើបុរសនោះមិនអាចសងបំណុលបានទាន់ពេលគេនឹងត្រូវកាត់ទោសប្រហារជីវិតក្មេងស្រីម្នាក់នោះដឹងរឿងក៏លួចលុកខ្លួនឲ្យមេតបដើម្បីដូរយកប្រាក់30លាននោះមកសង្គ្រោះគេដោយលួចសងបំណុលជំនួសគេដោយមិនដើម្បីកុំឲ្យគេមានអារម្មណ៍ខុសឬជំពាក់គុណនាងបានធ្វើរឿងមួយក្នុងថ្ងៃបុណ្យសពពុកម្ដាយគេធ្វើជាមនុស្សស្រីដែលលោកខ្លួនចង់បានលុយហើយសូមបែកពីគេយ៉ាងត្រជាក់ចិត្តបំផុតចាប់ពីពេលនោះមកបុរសនោះស្អប់ខ្ពើមស្ត្រីជាអតីតគូស្នេហ៍ពេលវេលាកន្លងផុតទៅ7ឆ្នាំបានកន្លងប៉ុន្មានឆ្នាំមកនេះនាងចិញ្ចឹមកូនស្រីតែម្នាក់ឯងដោយប្រកបរបររត់កង់3ដើម្បីចិញ្ចឹមជីវិតប៉ុន្តែដោយសារតែការនឿយហត់ខ្លាំងពេករងនំខាងទៀតដែលនៅសល់របស់នាងក៏មានបញ្ហាគ្រូពេទ្យប្រាប់ថានាងអាចរស់បានយ៉ាងយូរត្រឹម3ខែទៀតប៉ុណ្ណោះហើយណែនាំឲ្យនាងសម្រាប់ព្យាបាលហាមដាច់ខាតមិនឲ្យប៉ះពាល់គ្រឿងស្រវឹងបើមិនដូច្នេះទេជីវិតនឹងមានគ្រោះថ្នាក់ពិតទៅនាងបានត្រៀមចិត្តសម្រាប់លទ្ធផលនេះរួចហើយអ្វីដែលនាងព្រួយបារម្ភបំផុតនោះគឺបើថ្ងៃណាមួយនាងស្លាប់ទៅតើកូនស្រីនាងនឹងទៅពឹងនរណានៅពេលនោះឯងនាងក៏បានជួបនឹងលោកប្រុសលីដែលជាមិត្តភក្តិជិតស្និទ្ធរបស់បុរសនោះលោកប្រុសលីឃើញស្ថានភាពដ៏លំបាករបស់នាងក៏ចំអកដាក់នាងមិនឈប់ថែមទាំងប្រាប់រឿងដែលបុរសនោះចិត្តរៀបការជាមួយកូនស្រីលោកមេតបទៀតផងភ្លាមនោះគ្រូពេទ្យក៏រត់មកតាមដើម្បីយកថ្នាំដែលនាងភ្លេចទុកឲ្យនាងលោកប្រុសលីដឹងថាស្ត្រីនោះឈឺដំបូងឡើយក៏មានចិត្តសប្បាយរីករាយដែរប៉ុន្តែពេលឮគ្រូពេទ្យរៀបរាប់ពីការលំបាករបស់នាងថា7ឆ្នាំមុននាងបានបរិច្ចាគតម្រងនំឲ្យអ្នកហើយពេលនេះតម្រងនំម្ខាងទៀតក៏ខូចទៀតលោកប្រុសលីស្រាប់តែនឹកឃើញរឿងការពីបុរសនោះខ្សែធន7ឆ្នាំមុនមិនមែនជាពេលដែលគេខ្សែធនទេតើលុយនៅពេលនោះនឹងលេនហេទាំងដោយមិនទាន់ដឹងការពិតលោកប្រុសលីក៏ទៅជួបគ្រូពេទ្យនៅបន្ទប់ពិនិត្យដើម្បីសាកសួរពីស្ថានភាពរបស់នាងគ្រូពេទ្យបានប្រាប់លោកប្រុសលីអំពីការវះកាត់នាងកាលពីមុនថាគាត់ផ្ទាល់ជាអ្នកវះកាត់នោះនាងបានចំណាយប្រាក់30លានយន់ឲ្យមេតបធំដើម្បីដូរតម្រងនំមួយពេលដឹងការពិតហើយលោកប្រុសលីទើបដឹងថាខ្លួនបានយកខុសលើនាងហើយក៏ចង់ប្រាប់ការពិតទៅកាន់បុរសនោះភ្លាមចំណែកឯនាងវិញដើម្បីរកលុយថ្លៃវះកាត់ឲ្យកូនស្រីក៏បានទៅធ្វើការក្រៅម៉ោងជាអ្នករត់ទៅនៅហាង Paramount នឹកស្មានមិនដល់ថាអតិថិជនធំប្រចាំរាត្រីបែរជាបុរសដែលនាងធ្លាប់បោះបង់ចោលយ៉ាងខូខើកាលពីមុនហើយបុរសនោះក៏កំពុងតែរៀបការសុំកូនស្រីត្រកូលយ៉ៅរៀបការនាងមានការមរំៃហើយចង់ប្រញាប់ចាក់ចេញតែបែរជាជួសទៅប៉ះកែវស្រាថ្លៃរលំកូនស្រីត្រកូលយ៉ៅខឹងដែលពិធីសំខាន់ត្រូវខូចខាតក៏បញ្ជាឲ្យគេយកនាងទៅវាយឲ្យស្លាប់បុរសនោះឃើញនាងគួរឲ្យអាណិតក៏ចេញមុខខាត់មិនឲ្យអ្នកណាធ្វើបាបនាងពេលនាងអរគុណហើយត្រៀមនឹងដើរចេញក៏ត្រូវភ្ញៀវម្នាក់ឃើញស្លាកឈ្មោះរបស់នាងហើយដឹងថាជានាងលេនហេទាំងអតីតសង្សាររបស់លោកជាបុរសនោះហៀដូច្នេះក៏ប្រញាប់ដើរទៅជិតហើយដោះរបាំងមុខរបស់នាងចេញគឺជានាងពិតមែនអតីតសង្សារដែលគេនឹករឹកដល់គ្រប់ពេលនាងខ្លាចរឿងការពីអតីតកាលបែកធ្លាយក៏ប្រញាប់ដកលុយដើម្បីសងការខូចខាតតែបុរសនោះបែរជាវាយលុយនោះចោលបន្ទាប់មកបុរសនោះបានឃើញនាឡិកាដៃរបស់នារីនៅតែរក្សាទុកកម្រងរូបថតរបស់ពួកគេទើបគាត់សង្ស័យភ្លាមថាការដែលនាងបោះបង់គាត់កាលនោះប្រហែលជាមានហេតុផលផ្សេងដើម្បីទៀងទាត់គាត់បានយកនាឡិកានឹងពេជ្រតម្លៃ30លានមកឲ្យនាងជ្រើសរើសបើនាងជ្រើសរើសយកនាឡិកាគាត់នឹងអត់ទោសឲ្យគ្រប់យ៉ាងតែនាងសល់អាយុត្រឹមតែ3ខែប៉ុណ្ណោះនាងចង់ឲ្យគាត់អស់សង្ឃឹមនឹងភ្លេចនាងឲ្យដាច់ស្រឡះខ្ញុំជ្រើសរើសយកពេជ្របុរសនោះហើយក៏ដកកាំភ្លើងបាញ់បំបែកនាឡិកានោះចោលប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយនាងបន្ទាប់មកដើម្បីសងសឹកនាងគាត់បង្ខំឲ្យនាងផឹកស្រាក្រហមលើទៅឲ្យអស់បើមិនដូច្នោះទេនាងមិនអាចចេញទៅណាបានឡើយនាងនឹកឃើញពាក្យពេទ្យហាមមិនឲ្យផឹកស្រាទើបនាងបដិសេធដាច់ខាតខ្ញុំផឹកមិនបានទេឬមួយក៏កំពុងរងចាំឲ្យខ្ញុំបង់ថ្លៃវះកាត់ឲ្យលីនហៃថាងនាងគ្មានសិទ្ធិមកថ្លៃជាមួយលោកឌូទេគាត់ឲ្យផឹកគឺនាងត្រូវតែផឹកលោកឌុយលើមានលុយមានអំណាចខុសគេមែនហើយអ្វីដែលអ្នកស្រឡាញ់បំផុតគឺលុយប៉ុណ្ណឹងគ្រប់ទេលុយនេះខ្ញុំផឹកមិនបានពិតមែនមិនបានទេនៅតែមិនទាន់គ្រប់គ្រាន់ទេឃើញទេស្រាមួយកែវដុំមាសមួយដុំលីនហៃថាងស្រាមួយកែវដូរនឹងមាសមួយដុំលុយនេះទោះនាងធ្វើការមួយជីវិតក៏រកមិនបានដែរនាងត្រូវគិតឲ្យច្បាស់ណាគិតឲ្យច្បាស់ទៅផឹកស្រាទាំងនេះទៅនាងនឹងអាចរកបានខ្លះបើមិនផឹកទេថ្ងៃនេះកុំសង្ឃឹមថានឹងបានដើរចេញពីខ្លោងទ្វារនាងដោយមានជីវិតអ្នកនាងលីនជំងឺកូនស្រីនាងទុកបន្តទៀតលែងបានហើយថ្លៃវះកាត់នៅមន្ទីរពេទ្យ2លាននោះនាងត្រូវតែប្រញាប់ឡើងមីវកូនកុំបារម្ភអីទោះលំបាកយ៉ាងណាម៉ាក់នឹងជួយកូនឲ្យបានខ្ញុំអាចផឹកស្រាទាំងនេះឲ្យអស់ប៉ុន្តែក្រៅពីមាសទាំងនេះខ្ញុំចង់ឲ្យអ្នកឲ្យប្រាក់2លានយន់បន្ថែមទៀតមកខ្ញុំនាងថាអ្វីណាមានលុយទាំងនេះថ្លៃវះកាត់របស់មីវនឹងគ្រប់គ្រាន់ហើយចំណែកដុំមាសដែលនៅសល់ទោះបីជាខ្ញុំស្លាប់ទៅក៏ជីវិតក្រោយរបស់កូននឹងបានល្អប្រសើរដែរចង់បានទាំងមាសទាំងប្រាក់2លានយន់ទៀតផងលីនហៃថាងនាងពិតជាហ៊ានសុំច្រើនមែនណា
ខ្ញុំស្មានតែនាងនៅមានកេតខ្មាស់ខ្លះមិននឹកស្មានថានាងហ៊ានបើកមាត់ទាលុយបែបនេះសោះតម្លៃប៉ុណ្ណេះអាចជួស្រីមកអង្គុយផឹកបានប៉ុន្មានអ្នកទៅហើយចាំបាច់ត្រូវឲ្យនាងមកផឹកទៀតឬមែននឹងហើយក្នុងតម្លៃនេះបើឲ្យស្រីបំរើការផឹកជាមួយមាត់នឹងមាត់ក៏នៅមានមនុស្សជាច្រើនជួគ្នាចូលមកដែរអំបញ្ញមិញនាងថានាងផឹកមិនកាត់មិនមែនឬចុះហេតុអ្វីបានជាពេលនេះផឹកបានឲ្យតែលោកឌូព្រមចាយលុយខ្ញុំច្បាស់ជាធ្វើឲ្យលោកឌូពេញចិត្តមិនខានលីនហៃថាងនាងពិតជាមនុស្សស្រីដែរអាចធ្វើគ្រប់យ៉ាងដើម្បីលុយមែនលុយនឹងតើអ្នកណាមិនស្រឡាញ់គ្រាន់តែបន្ថែមប្រាក់2លានយ៉នទៀតប៉ុណ្ណោះលោកឌូមិនមែនថាមិនមានលុយឲ្យទេមែនទេខ្ញុំឲ្យតម្លៃទ្វេដងបើនាងផឹកស្រាទាំងនេះឲ្យអស់លក្ខខណ្ឌគឺនាងត្រូវតែដោះសម្លៀកបំពាក់ចេញឲ្យអស់ឲ្យតែមានលុយធ្វើអ្វីក៏បានដែរដោះពិតមែននឹងហ่ะកាលពីមុនលីនហៃថាងបោះបង់លោកឌូព្រោះតែលុយឥឡូវនេះដើម្បីលុយនាងហ៊ានដោះសម្លៀកបំពាក់ផឹកស្រាចំពោះមុខមហាជនពិតជាគ្មានគិតយូរមែនគ្រប់គ្រាន់ហើយលីនហៃថាងនេះដើម្បីតែលុយនាងមិនត្រូវការមុខមាត់អ្វីទាំងអស់ឬមិននឹកស្មានថាហ៊ានដល់ថ្នាក់នេះទេខ្ញុំទទួលស្គាល់ថានាងពិតជាគ្មានដែនកំណត់មែនឈាមហូរចេញមកនេះជាស្លាកស្នាមកាលពីមុនរបស់លីនហៃថាងតើវាមានរឿងអ្វីទៅនេះការវះកាត់មួយនេះខ្ញុំជាអ្នកធ្វើផ្ទាល់ដៃការវះកាត់បដូរតម្រងនោមមានហានិភ័យខ្ពស់ណាស់មានលទ្ធភាពខ្ពស់ដែលនឹងស្លាប់នៅលើគ្រែវះកាត់ប៉ុន្តែលីនហៃថាងមិនបានស្ទាក់ស្ទើរតតែសោះហើយក៏យកព្រមដើម្បីបដូរតម្រងនោមឲ្យមនុស្សធំម្នាក់នៅជាន់លើនោះរឿងនេះខ្ញុំចងចាំបានយ៉ាងច្បាស់ចុះលីនហៃថាងកំពុងតែសុខសប្បាយធម្មតាហេតុអ្វីត្រូវបរិច្ចាគតម្រងនោមឲ្យអ្នកដទៃមនុស្សធំម្នាក់នេះមានជំងឺខ្សោយតម្រងនោមចិត្តនឹងស្លាប់ទៅហើយលីនហៃថាងក៏ប្រើតម្រងនោមរបស់ខ្លួនដើម្បីធ្វើការដោះដូរជាមួយគាត់នាងប្រើតម្រងនោមរបស់ខ្លួនដើម្បីដូរយកប្រាក់ចំនួន30លានយ៉ុនពិតមែនហើយចុះអ្នកដឹងរឿងនេះបានយ៉ាងម៉េចខ្ញុំដឹងហើយខ្ញុំដឹងរឿងទាំងអស់នេះហើយខ្ញុំត្រូវតែប្រាប់លោកទូឲ្យបានឆាប់ពីការពិតកាលពី7ឆ្នាំមុនទៅភោជនីយដ្ឋានប៉ៃលើមិនឲ្យលឿនទៅឮថាមានអ្នកបម្រើម្នាក់ឈ្មោះលីនហៃថាងបានធ្វើឲ្យលោកទូខឹងឥឡូវកំពុងតែត្រូវបានគេបង្ខំឲ្យផឹកស្រានាងលីនហៃថាងដែលស្រឡាញ់តែលុយនោះដើម្បីតែប្រាក់បន្តិចបន្តួចមុខមាត់ក៏លែងត្រូវការដែរពេលនេះកំពុងតែស្រាតសម្លៀកបំពាក់ផឹកស្រានៅកណ្ដាលហ្វូងមនុស្សហើយទៅមើលទៅរហ័សឡើង Oh my god លីនហៃថាងតម្រងនោមមួយចំហៀងរបស់នាងបានខូចអស់ហើយនៅហ៊ានផឹកស្រាទៀតហ៎គ្រប់ពេលគឺសុទ្ធតែមានគ្រោះថ្នាក់ដល់ជីវិតគេចចេញទៅទាំងអស់គ្នាជើស៊ីយ៉នបញ្ឈប់ទៅបើហៃថាងមានរឿងអ្វីទៅអ្នកប្រកាសជាស្ដាយក្រោយមិនខានមិនក៏ក្អួតឈាមបែបនេះមិនស្លាប់មនុស្សទេមែនទេទោះយ៉ាងណាអ្នកទាំងពីរធ្លាប់ស្រឡាញ់គ្នាម្ដងដែរតើមិនគិតថាអាចមានរឿងអ្វីទៅម្យ៉ាងទៀតគេទេដែលរឹងរូសចង់ផឹកស្រាយកលុយនោះទោះជាមានរឿងអ្វីក៏គេសឹមនឹងទទួលបានវាដែរហើយថាងពេលដែលខ្ញុំធ្លាក់ខ្លួនដល់ចំណុចទាបបំផុតអ្នកបែរជាបោះបង់ខ្ញុំចោលតើអ្នកធ្លាប់គិតដល់ថ្ងៃនេះទេទូស៊ីយ៉នប៉ុន្មានឆ្នាំមកនេះដើម្បីតែលុយខ្ញុំសម្ដែងធ្វើជាស្រឡាញ់ស្មោះសម្ដែងធ្វើជាស្និទ្ធស្នាលជាមួយអ្នកខ្ញុំធុញទ្រាន់នឹងវាណាស់សម្រាប់អ្នកខ្ញុំមានតែការកុហកបោកប្រាស់ប៉ុណ្ណោះមិនដែលធ្លាប់មានចិត្តស្មោះត្រង់បន្តិចសោះឡើយទីហៃថាងកាលពីមុនខ្ញុំនៅល្ងងខ្លៅស្មានថាអ្នកមានហេតុផលបង្ខំចិត្តរហូតមកដល់ពេលនេះទើបខ្ញុំយល់ច្បាស់ថាអ្នកគ្រាន់តែជាមនុស្សស្រីដែលហ៊ានធ្វើគ្រប់យ៉ាងដើម្បីលុយប៉ុណ្ណោះគ្រាន់តែអ្នកលុតជង្គង់សុំទោសខ្ញុំអ
អ្វីដែលនៅសល់អ្នកមិនចាំបាច់ផឹកទៀតទេទូស៊ីយ៉នអ្នកនៅតែជាមនុស្សចិត្តទន់ដដែលស៊ីយួនយើងទាំងអស់គ្នាបានយល់ច្រឡំលើគាត់ហើយគាត់កំពុងយកជីវិតខ្លួនឯងទៅដោះដូរដើម្បីជួយអ្នកដើម្បីឲ្យអ្នកជោគជ័យគាត់មិនអាចមានរឿងអ្វីបានទេទូយួនតែឥឡូវនេះខ្ញុំអាចទៅបានហើយឬនៅទៅឲ្យផុតដល់ថ្នាក់នេះទៅហើយនៅមិនភ្លេចយកលុយទៀតលុយពិតជាជីវិតរបស់គាត់មែនជាមច្រើនណាស់មានមនុស្សស្លាប់ហើយហើយថាទូស៊ីយួនតើអ្នកដឹងទេថាមូលហេតុដែលអ្នកមិនត្រូវបានចាប់ខ្លួនកាលពី7ឆ្នាំមុនគឺមកពីហៃខាងបានលួចតម្រង់នំរបស់គាត់ដើម្បីបដូរយកប្រាក់30លានយួនមកសងបំណុលចំនួនអ្នកហេតុអ្វីបានជាអ្នកធ្វើដាក់គាត់បែបនេះអ្នកថាអ្វីចុចត្រង់ជ្រុងខាងឆ្វេងក្រោមដើម្បីទស្សនាភាគពេញបានណា